សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាលេខ275កជតមកពាក់ព័ន្ធនឹងសំណើគម្រោងព្រែជីកហ្វូណនដៃជោរបស់កម្ពុជាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការគណៈកម្មការទន្លេមេគង្គគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាមានកិត្តិយសសូមជម្រាបជូនសាធារណមតិពាក់ព័ន្ធនឹងគម្រោងព្រែជីកហ្វូណនដៃជោរបស់កម្ពុជាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការគណៈកម្មការទន្លេមេគង្គ Mekong River Commission ដូចខាងក្រោមកម្ពុជាបានធ្វើការជូនដំណឹងអំពីសំណើគម្រោងព្រែជីកហ្វូណនដៃជោរបស់កម្ពុជាទៅលេខាធិការដ្ឋាន MRC នៅថ្ងៃទី8ខែមេសាឆ្នាំ2023ដោយនៅក្នុងលិខិតជូនដំណឹងរបស់ខ្លួនកម្ពុជាបានភ្ជាប់នៅទម្រង់នៃការជូនដំណឹង Format of Notification និងឯកសារពាក់ព័ន្ធនៃសំណើគម្រោងស្របតាមនីតិវិធីស្តីពីការជូនដំណឹងការពិគ្រោះយោបល់ជាមុននិងការព្រមព្រៀងរបស់ MRC បច្ចុប្បន្នដោយមានសំណើពីលេខាធិការដ្ឋាន MRC ស្នើសុំផ្ដល់នូវឯកសារបន្ថែមនៃគម្រោងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានិងបន្តកិច្ចសហការជាមួយស្ថាប័នជំនាញរបស់កម្ពុជាដើម្បីពិនិត្យលទ្ធភាពសមស្របឆ្លើយតបលើសំណើនេះអាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរថ្ងៃសុក្រ13រោចខែចែកឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី25ខែមេសាឆ្នាំ2025សូមអរគុណ